តាំងពីដើមមកមនុស្សបានពិចារណាអំពីពិភពផែនដីដែលយើងរស់នៅភាពស្មុគស្មាញនិងសម្រស់របស់ធម្មជាតិអាចកំបាំងនៃជីវិតនិងសេចក្តីស្លាប់ជម្រៅនៃសេចក្តីអំណរនិងការឈឺចាប់របស់មនុស្សហើយគេឆ្ងល់ថាតើរបស់អស់ទាំងនេះវាបានកើតឡើងយ៉ាងដូចម្តេចទៅណ៎តើពិភពលោកនេះកើតឡើងដោយឯកឯងឬមានអ្នកណាបង្កើតតើមានអ្វីមួយឬនរណាម្នាក់នៅពីក្រោយពិភពលោកនេះបើមានមែនតើអ្នកបង្កើតនោះមានលក្ខណៈដូចម្តេចតើគេមានគោលបំណងសម្រាប់លោកីនេះទេតើគេមានផែនការសម្រាប់ខ្ញុំដែលរស់នៅក្នុងលោកីនេះទេបន្ទាប់ពីលោកីនេះតើគេមានគោលដៅសម្រាប់ខ្ញុំឬទេចំពោះអស់អ្នកដែលស្វែងរកចម្លើយនិងអស់អ្នកដែលស្ដាប់មានសំឡេងមួយនិយាយមកកាន់យើងពីខាងក្រៅពិភពលោកនេះជាយូរលង់ណាស់មកហើយមានគេឮសំឡេងនេះហើយប្រមាណ40នាក់បានកត់ត្រាទុកគឺជាមនុស្សដែលមានជីវភាពខុសៗគ្នាដែលបានរស់នៅក្នុងអំឡុងប្រមាណជា1600ឆ្នាំរឿងទាំងនេះប្រៀបបានដូចជាល្បែងតម្រៀបរូបមួយដែលព្រះបានរៀបចំហើយរឿងទាំងនេះត្រូវបានបង្ការនិងថែរក្សាទុកយ៉ាងហ្មត់ចត់ពីមួយជំនាន់ទៅមួយជំនាន់ហើយក្រោយមកគេបានចងក្រងរឿងនេះទុកជាសៀវភៅមួយក្បាលគួរឲ្យស្ងើចសរសើរថាសៀវភៅនេះបានបង្កើតទៅជារឿងមួយដែលមានអត្ថន័យជារៀងរហូតដោយផ្ដោតទៅលើតួអង្គដ៏អស្ចារ្យមួយគេហៅសៀវភៅនេះថាគម្ពីរគេបានស្រង់ពាក្យបោះពុម្ពបកប្រែជាភាសាផ្សេងច្រើនជាងគេក្នុងប្រវត្តិសាស្ត្រក្នុងគម្ពីរមានទំនាយជាច្រើនមិនដែលមានភស្តុតាងបង្ហាញថាទំនាយណាមួយខុសឡើយទំនាយច្រើនបានកើតរួចហើយតែខ្លះមិនទាន់កើតទេហើយអាចនឹងសម្រេចនៅសប្តាហ៍ថ្ងៃនេះសៀវភៅនេះផ្ដល់នូវសេចក្តីសង្ឃឹមនិងជាជំនួយរកថ្លៃមិនបានវាអះអាងថានេះជាព្រះបន្ទូលរបស់បុគ្គលមួយអង្គដែលយើងហៅថាព្រះជាម្ចាស់សេចក្តីដែលដកស្រង់ចេញពីសៀវភៅនេះជារឿងដ៏អស្ចារ្យសម្រាប់អ្នកនិងខ្ញុំមុនពេលមានអ្វីៗទាំងអស់មុនពេលមានពេលវេលាមុនពេលមានលំហអាកាសមុនពេលមានវត្ថុផ្សេងគឺមានព្រះជាម្ចាស់ដែលជាបុគ្គលមួយអង្គដែលយើងមិនអាចយល់ដល់ឬពណ៌នាបានតាមរយៈជីវប្រវត្តិរបស់ទ្រង់យើងបានឃើញថាព្រះទ្រង់ជាវិញ្ញាណទ្រង់គ្មានទីចាប់ផ្ដើមហើយក៏គ្មានទីបញ្ចប់ដែរព្រះទ្រង់គ្រប់លក្ខទ្រង់គ្មានខ្វះចន្លោះអ្វីឡើយទ្រង់មានប្រាជ្ញាយល់ចេះដឹងគ្រប់សពទាំងអស់ទ្រង់ល្អឥតខ្ចោះគ្រប់យ៉ាងគ្មានអ្វីដែលអាចដាក់កម្រិតមកលើទ្រង់បានឡើយដោយយោងទៅតាមជីវប្រវត្តិរបស់ទ្រង់ទ្រង់គ្រាន់តែមានព្រះបន្ទូលប៉ុណ្ណោះហើយអ្វីៗក៏កើតមានឡើងតាមរយៈព្រះបន្ទូលរបស់ទ្រង់ទ្រង់បានបង្កើតអ្វីៗចេញពីភាពទទេស្អាតសកលលោកទាំងមូលដែលយើងកំពុងរស់នៅនេះត្រូវបានបង្កើតឡើងរួមមានវងផ្កាយធំជាច្រើនផ្ដុំជាកញ្ចុំផ្កាយនីមួយមានផ្កាយរាប់ពាន់លានមានផ្កាយមួយក្នុងចំណោមផ្កាយទាំងនេះដែលមានពណ៌ក្រហមឆ្អិនឆ្អៅគឺហៅថាព្រះអាទិត្យនៅជុំវិញព្រះអាទិត្យមានផ្កាយព្រះគ្រូសចំនួន9ល្អឯករាប់បញ្ចូលទាំងពិភពផែនដីដែលយើងកំពុងរស់នៅផងដែរ
ែនដីបានត្រូវតាក់តែងមកតាមរបៀបដ៏អស្ចារ្យគឺមានសម្រស់យ៉ាងស្អាតហើយប្លែកពីគ្នាវាគឺជាភពមួយយ៉ាងល្អវិសេសដែលមានពេញទៅដោយរុក្ខជាតិនិងសត្វគ្រប់ប្រភេទទាំងតូចទាំងធំមានពណ៌សំឡេងក្លិននិងរូបសន្តានរៀងខ្លួនរុក្ខជាតិនិងសត្វនីមួយៗមានកន្លែងពិសេសរបស់វាដើម្បីរស់ជាមួយគ្នាជាការអស្ចារ្យណាស់បើគិតអំពីភាពល្អិតល្អន់និងទំហំរបស់ផែនដីយើងវារឹតតែគួរឲ្យស្ងើចសរសើរថែមទៀតទៅហើយដែលយើងត្រូវពិចារណាថាមានព្រះមួយអង្គដែលអាចបង្កើតអ្វីៗសពបែបយ៉ាងនោះស្របតាមជីវប្រវត្តិរបស់ព្រះជាម្ចាស់ទ្រង់បានបង្កើតផ្ទៃមេឃផែនដីនិងសត្វមានជីវិតក្នុងរយៈពេលតែ6ថ្ងៃចំពោះនៅថ្ងៃទី6បន្ទាប់ពីទ្រង់បានបង្កើតអ្វីៗទាំងអស់នោះទ្រង់ក៏បានបង្កើតមនុស្សប្រុសដំបូងចេញពីធូលីនៃផែនដីទ្រង់ក៏ផ្លុំខ្យល់ដង្ហើមជីវិតចូលទៅក្នុងគាត់ហើយគាត់បានក្លាយជាបុរសម្នាក់ដែលមានជីវិតទ្រង់បានដាក់ឈ្មោះឲ្យគាត់ថាអាដាមពីរូបកាយអាដាមព្រះជាម្ចាស់បានបង្កើតស្ត្រីដំបូងម្នាក់អាដាមហៅនាងថាអេវ៉ាអាដាមនិងអេវ៉ាមានលក្ខណៈខុសពីសត្វទាំងអស់ដែលព្រះបង្កើតព្រោះទ្រង់បង្កើតពួកគេឲ្យមានលក្ខណៈដូចជាទ្រង់ព្រះជាម្ចាស់មិនបង្កើតពួកគេឲ្យធ្វើជាព្រះទេតែដូចជាព្រះច័ន្ទបំផ្លាតពន្លឺពីព្រះអាទិត្យយ៉ាងណាពួកគេក៏បំផ្លាតសេរីល្អរបស់ព្រះជាម្ចាស់យ៉ាងនោះដែរព្រះបានប្រទានព្រះពរដល់គេដោយដាក់ពួកគេនៅក្នុងសួនច្បារដ៏ស្រស់ស្អាតមួយហៅថាអេដែនដែលជាកន្លែងមួយមានអ្វីគ្រប់យ៉ាងនៅថ្ងៃទី7ទ្រង់សម្រាកនៅក្នុងសួនអេដែនមានដើមឈើគ្រប់ប្រភេទដែលគួរឲ្យគយគន់ហើយក៏ឆ្ងាញ់ពិសាផងដែរនៅចំកណ្ដាលសួនច្បារមានដើមឈើពីរដើមមួយជាដើមជីវិតហើយមួយទៀតជាដើមដឹងខុសត្រូវព្រះមានបន្ទូលប្រាប់អាដាមថាគាត់អាចហូបផ្លែឈើទាំងអស់ក្នុងសួននេះតែឯដើមដឹងខុសត្រូវមិនត្រូវហូបផលឡើយត្បិតបើគាត់ហូបនោះនឹងត្រូវស្លាប់ជាមិនខានព្រះជាម្ចាស់ប្រទានសេរីភាពឲ្យអាដាមជ្រើសរើសព្រះអង្គចង់ឲ្យមនុស្សដែលទ្រង់បង្កើតចេះស្រឡាញ់ទ្រង់ព្រមទាំងទទួលសេចក្តីស្រឡាញ់ពីទ្រង់ដែរបើគ្មានសេរីភាពក្នុងការជ្រើសរើសទេនោះសេចក្តីស្រឡាញ់ក៏មិនពិតដែរដូច្នេះអាដាមអាចជ្រើសរើសភ្លក្សផ្លែឈើនោះឬក៏មិនភ្លក្សហើយលទ្ធផលគឺស្លាប់ឬក៏រស់តែអាដាមមិនមែនជាបុគ្គលដំបូងដែលជ្រើសរើសនាំឲ្យមានលទ្ធផលធ្ងន់ធ្ងរនោះទេមុនពេលដែលអាដាមដកដង្ហើមលើកដំបូងរបស់គាត់ព្រះជាម្ចាស់បានបង្កើតបុគ្គលវិញ្ញាណជាច្រើនហៅថាទេវតាទាំងនេះមានកម្លាំងនិងប្រាជ្ញាដ៏អស្ចារ្យដើម្បីបម្រើព្រះជាម្ចាស់នៅលើផែនដីនិងនៅកន្លែងដ៏បរិសុទ្ធដែលហៅថាឋានសួគ៌មានទេវតាមួយអង្គខ្លាំងពូកែជាងគេសពថ្ងៃនេះគេហៅវាថាសាតាំងមិនពេញចិត្តនឹងធ្វើតាមព្រះទេតែវាចង់ដណ្ដើមរាជទ្រង់ទៅវិញដូចនេះទើបវាក្លាយជាសត្រូវរបស់ព្រះវាក៏នាំទេវតាជាច្រើនប្រឆាំងនឹងទ្រង់ដោយហេតុនេះហើយទើបព្រះជាម្ចាស់ដេញពួកវាចេញលែងឲ្យមានសិទ្ធិពិសេសនៅចំពោះព្រះតទៅទៀតទេវតាដែលដើរតាមសាតាំងគេហៅថាអារក្សហើយបើទោះជាពួកវាខំបង្ហាញខ្លួនថាជាទេវតាល្អយ៉ាងណាក៏ដោយក៏ធៀបពិតវាជាទេវតាអាក្រក់សុទ្ធសាធឥឡូវគេដាក់ឈ្មោះវាផ្សេងទៀតថា
អ្នកបោកប្រាស់មេចោតប្រកាន់មេលបួងមេកំណាចនិងអរិយសាតាំងមិនអាចយកឈ្នះព្រះជាម្ចាស់បានឡើយព្រោះទ្រង់មានគ្រប់ទាំងអំណាចជាស្ដេចពេលថ្ងៃកំណត់នៅមកដល់សាតាំងព្រមទាំងពួកអរិយទាំងអស់នឹងត្រូវបោះចូលទៅក្នុងកន្លែងរងទុក្ខអស់កលដែលព្រះបានរៀបចំសម្រាប់ពួកគេគឺជាកន្លែងមួយដែលគេហៅថាបឹងភ្លើងប៉ុន្តែរហូតដល់ថ្ងៃនោះសាតាំងនឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលវាអាចធ្វើបានដើម្បីឲ្យព្រះមានការឈឺចាប់ដោយខំបំផ្លាញអ្វីដែលទ្រង់ស្រឡាញ់ថ្ងៃមួយនៅពេលដែលអេវ៉ាកំពុងតែដើរនៅក្នុងសួនច្បារនៅជិតដើមឈើដឹងខុសត្រូវស្រាប់តែសាតាំងបាននិយាយមកកាន់នាងមិនខ្លាចអ្វីទាំងអស់ព្រោះសេចក្តីភ័យខ្លាចមិនទាន់ចូលមកក្នុងលោកីយ៍នេះនៅឡើយទេសាតាំងសួរអេវ៉ាអំពីផ្លែឈើដែលទ្រង់ហាមមិនឲ្យហូបវាបានសួរអំពីបម្រាមនិងបំណងរបស់ព្រះចំពោះមនុស្សនៅពេលដែលអេវ៉ាបានស្ដាប់វានិយាយក៏ចាប់ផ្ដើមមានមន្ទិលសង្ស័យចំពោះព្រះជាម្ចាស់នាងក៏បេះផ្លែឈើនោះមកហូបហើយនាងក៏បានឲ្យផ្លែឈើនោះទៅអាដាមហូបដែរហើយរំពេចនោះពួកគេបានដឹងថាខ្លួនឯងនៅអាក្រាតហើយក៏ចាប់ផ្ដើមមានការខ្មាស់អៀនហេតុការណ៍មួយគួរឲ្យខ្លាចបានកើតឡើងគឺមានការផ្លាស់ប្ដូរហើយនិស្ស័យអាក្រក់របស់សាតាំងប្រៀបដូចជាជំងឺឆ្លងអញ្ចឹងដែរហើយដោយសារអាដាមមិនស្ដាប់បង្គាប់ព្រះជាហេតុធ្វើឲ្យមេរោគនេះរាលដាលដល់លោកីយ៍ទាំងមូលគេហៅវាថាបាបដែលមិនមែនមកពីការប្រព្រឹត្តតែឆ្លងតាមពូជវិញបាបជាអំណាចធ្វើការក្នុងខ្លួនមនុស្សដែលបំផ្លាញទំនាក់ទំនងរវាងមនុស្សនិងព្រះទីបំផុតវានឹងសម្លាប់អស់អ្នកណាដែលវាបានឆ្លងដល់ព្រះបានបង្កើតអាដាមនិងអេវ៉ាដើម្បីឲ្យរស់នៅក្នុងភាពសុខដុមអស់កលជានិច្ចជាមួយព្រះជាម្ចាស់ដោយសារការបរិភោគផ្លែឈើនោះពួកគេបានដាច់ចេញពីព្រះជាម្ចាស់ដោយដែលសាតាំងធ្លាប់ធ្វើដែរឥឡូវពួកគេនឹងធ្លាក់ទៅក្នុងសេចក្តីស្លាប់ដែលមុនដំបូងត្រឹមតែខាងវិញ្ញាណតែក្រោយមកទាំងរូបកាយទៀតហើយតាមរយៈអាដាមបាបបានធ្លាក់មកលើមនុស្សជំនាន់ក្រោយរហូតមកទល់សព្វថ្ងៃនេះទោះជាយើងមើលវាមិនឃើញក៏ដោយក៏បាបគឺជាប្រភពនៃការគិតតែពីប្រយោជន៍ផ្ទាល់ខ្លួននិងការរងទុក្ខវេទនាអាដាមនិងអេវ៉ាព្យាយាមលាក់មកពីព្រះភ័ក្ត្រព្រះជាម្ចាស់ដោយខ្លះស្លឹកឈើបាំងនៅគេខ្មាស់របស់ខ្លួនប៉ុន្តែវាគ្មានប្រយោជន៍ឡើយសម្រាប់ពួកគេគឺបញ្ហាមិនមែនស្ថិតនៅខាងក្រៅឯណាតែវាស្ថិតនៅខាងក្នុងចិត្តគំនិតពួកគេវិញភាពអាម៉ាស់ជាលទ្ធផលនៃអំពើបាបហើយអំពើបាបមានឥទ្ធិពលដូចជាថ្នាំពុលដោយហេតុនេះទើបទ្រង់ធ្វើសម្លៀកបំពាក់ពីស្បែកសត្វសម្រាប់ពួកគេសម្លៀកបំពាក់នេះគ្រាន់តែគ្របបិទបាំងពីភ្នែកមនុស្សតែប៉ុណ្ណោះព្រោះវាមិនមែនជាថ្នាំដែលអាចព្យាបាលបាបឯណាមិនតែប៉ុណ្ណោះដោយសារតែសម្លៀកបំពាក់នេះវានាំឲ្យមានការសម្លាប់សត្វដែលជារឿងមួយមិនធ្លាប់ឃើញពីមុនមកមើលទៅគួរឲ្យខ្លាចមែនទែនដែលអំពើបាបមានលទ្ធផលដល់ស្លាប់យ៉ាងដូចនេះបើទោះជាពេលនោះគេមិនទាន់បានយល់នៅឡើយក្តីតែនេះជារូបភាពនៃតម្លៃមួយដែលព្រះជាម្ចាស់បានផ្ដល់ដើម្បីលួសមនុស្សពីបាបព្រះជាម្ចាស់បានបណ្ដេញអាដាមនិងអេវ៉ាចេញពីសួនអេដែនខ្លាចក្រែងពួកគេហូបផ្លែពីដើមជីវិតហើយរស់នៅអស់កលជានិច្ចដោយមិនដឹងអំពីអត្ថន័យនៃជីវិតរីឯសាតាំងវិញព្រះជាម្ចាស់បានកាត់ទោសវាហើយនៅពេលដែលទ្រង់កាត់ទោសនោះយើងបានដឹងពីសេចក្តីសន្យាដំបូងរបស់ទ្រង់ថាថ្ងៃមួយតាមរយៈកូនចៅរបស់អេវ៉ាទ្រង់នឹងបញ្ជូនអ្នកសង្គ្រោះមកដើម្បីបង្ក្រាបសាតាំងជារៀងរហូតក្នុងពេលដែលកូនចៅអាដាមនិងអេវ៉ាបានកើតចម្រើនកាន់តែច្រើនឡើងនោះអំពើបាបក៏មានកាន់តែច្រើនផងដែរផែនដីពោពេញទៅដោយអំពើអាក្រក់ហើយព្រះជាម្ចាស់
មានព្រះតីព្រួយជាខ្លាំងប៉ុន្តែមានមនុស្សម្នាក់ឈ្មោះណូអេដែលដើរតាមព្រះជាម្ចាស់ទ្រង់បានបង្គាប់ដល់ណូអេឲ្យសង់ទូកមួយយ៉ាងធំបន្ទាប់មកព្រះជាម្ចាស់បាននាំសត្វញីឈ្មោលគ្រប់ប្រភេទចូលទៅក្នុងទូកនោះហើយក្រោយពេលដែលណូអេនិងគ្រួសារចូលទូកអស់ហើយព្រះជាម្ចាស់ក៏បិទទ្វារទូករួចទ្រង់ក៏ធ្វើឲ្យមានភ្លៀងចំនួន40ថ្ងៃ40យប់ធ្វើឲ្យមានទឹកជំនន់និងបំផ្លាញអ្វីគ្រប់យ៉ាងដែលមាននៅលើផែនដីទឹកជំនន់លិចអស់រយៈពេល150ថ្ងៃគឺមានតែណូអេនិងគ្រួសាររបស់គាត់ហើយសត្វដែលនៅលើទូកតែប៉ុណ្ណោះដែលនៅរស់រានមានជីវិតនៅពេលដែលទឹកស្រកទូកក៏ទៅគឿងលើភ្នំមួយហើយសត្វក៏បានចេញពីទូកអស់ទៅលោកណូអេនិងគ្រួសាររួចផុតពីការកាត់ទោសរបស់ព្រះជាម្ចាស់តែមិនមែនដោយសារគ្មានបាបនោះទេប៉ុន្តែដោយព្រោះតែគាត់មានជំនឿលើព្រះជាម្ចាស់ព្រះជាម្ចាស់ក៏ប្រទានពរឲ្យណូអេព្រមទាំងកូនហើយមានបន្ទូលប្រាប់ពួកគេឲ្យបង្កើតកូនឲ្យបានពាសពេញផែនដីចំនួនកូនចៅរបស់ណូអេបានកើនឡើងកាន់តែច្រើនប៉ុន្តែគេនៅផ្ដុំគ្នាមួយកន្លែងដោយមិនបានពង្រីកកូនចៅពាសពេញផែនដីតាមព្រះរាជបញ្ជាឡើយផ្ទុយទៅវិញគេនាំគ្នាបង្កើតទីក្រុងហើយសាងសង់ប៉មមួយយ៉ាងធំខ្ពស់ដល់មេឃព្រះអង្គមិនសពព្រះទីឡើយអញ្ចឹងហើយទើបទ្រង់បំបែកភាសារបស់គេទ្រង់ពេជ្រនោះក៏ស្រាប់តែមានយ៉ាងហោចណាស់ក៏70ភាសាដែលមិនអាចនិយាយស្ដាប់គ្នាបានបន្ទាប់មកទ្រង់បានពង្រាយគេពាសពេញផែនដីនេះហើយជាដើមកំណើតភាសានិងជាតិសាសន៍ដែលមាននៅលើពិភពលោកក្នុងចំណោមជាតិសាសន៍ទាំងអស់ព្រះជាម្ចាស់បានជ្រើសរើសមនុស្សម្នាក់ឈ្មោះអាប់រ៉ាហាំព្រះបានប្រាប់ឲ្យអាប់រ៉ាហាំចាកចេញពីផ្ទះធ្វើដំណើរទៅកន្លែងមួយដែលទ្រង់រៀបចំឲ្យអាប់រ៉ាហាំស្ដាប់បង្គាប់ទ្រង់ក៏នាំគ្រួសារនិងអ្នកបម្រើចាកចេញព្រះសន្យាថានឹងប្រទានឲ្យគាត់គ្រប់គ្រងទឹកដីថ្មីនិងឲ្យគាត់ក្លាយជាឪពុកលើជាតិសាសន៍ដ៏ធំហើយតាមរយៈគាត់គ្រប់ជាតិសាសន៍នឹងទទួលព្រះពរនេះជាសន្យាដ៏ចម្លែកព្រោះអាប់រ៉ាហាំនិងប្រពន្ធរបស់គាត់សារ៉ាពុំអាចមានកូនទេតែគាត់នៅតែធ្វើតាមព្រះដោយនាំគ្រួសារនិងអ្នកបម្រើទៅកាន់ទឹកដីកាណានឥឡូវអាប់រ៉ាហាំនិងសារ៉ារស់នៅក្នុងទឹកដីកាណានអស់រយៈពេលជាច្រើនឆ្នាំតែគាត់ទាំងពីរនៅតែពុំមានកូនដដែលព្រះជាម្ចាស់មានបន្ទូលមកគាត់ទៀតថាកូនចៅរបស់អាប់រ៉ាហាំនឹងបានច្រើនដូចជាផ្កាយនៅលើមេឃយ៉ាងដូចនេះដែរគឺច្រើនរហូតរាប់មិនអស់អាប់រ៉ាហាំជឿដល់ទ្រង់អញ្ចឹងហើយទើបទ្រង់ចាត់ទុកជំនឿរបស់គាត់ថាជាសេចក្តីសុចរិតខ្ញុំជឿលើទ្រង់ខ្ញុំជឿថាទ្រង់នឹងប្រទានកូនដល់យើងប៉ុន្តែតើការសន្យារបស់ព្រះកើតឡើងយ៉ាងដូចម្ដេចបាត់អីការដែលសារ៉ាមានកូនហាក់ដូចជាមិនអាចទៅរួចសោះដូច្នេះគេមិនបានរងចាំពេលរបស់ព្រះទេសារ៉ាបានប្រគល់អ្នកបម្រើរបស់នាងឈ្មោះហាកាឲ្យទៅអាប់រ៉ាហាំហើយហាកាក៏បង្កើតបានកូនមួយឈ្មោះថា
អ៊ីស្ម៉ាអែល ខ្ញុំដាក់ឈ្មោះថាអ៊ីស្ម៉ាអែល តែអ្វីៗបានកើតឡើងដោយជាព្រះបានសន្យាមែនគឺសារ៉ាមានកូនមួយដែរជាមួយអាប់រ៉ាហាំគាត់ដាក់ឈ្មោះកូនថាអ៊ីសាក់ ខ្ញុំមានកូនប្រុសខ្ញុំដាក់ឈ្មោះថាអ៊ីសា តើវាធ្វើអីខុសយកវាចេញទៅវាគឺជាបងប្អូននឹងគ្នា ហើយសារ៉ាក៏ចាប់ផ្ដើមច្រណែនជាមួយហាកានិងអ៊ីស្ម៉ាអែលអាប់រ៉ាហាំទុកព្រួយជាខ្លាំងតែព្រះជាម្ចាស់មានបន្ទូលមកកាន់អាប់រ៉ាហាំថាកុំឲ្យបង្កបញ្ហាព្រោះអ៊ីស្ម៉ាអែលនឹងក្លាយជាបិតានៃជាតិសាសន៍ដ៏ធំមួយហើយតាមរយៈអ៊ីសាក់ព្រះជាម្ចាស់បំពេញការសន្យារបស់ទ្រង់ប្រទានពររាល់ជាតិសាសន៍ទាំងអស់ជាច្រើនឆ្នាំក៏បានកន្លងផុតទៅ នៅសម័យនោះតាមទំនៀមទម្លាប់អ្នកដែលជឿលើព្រះជាម្ចាស់គឺគេសម្លាប់សត្វដើម្បីថ្វាយបង្គំទ្រង់គេធ្លាប់ធ្វើយ៉ាងដូចនេះតាំងពីសម័យកូនចៅអាដាមនិងអេវ៉ាប្រហែលជាគេធ្លាប់ឮអំពីសត្វដែលព្រះបានសម្លាប់ដើម្បីយកស្បែកមកបិទបាំងរូបកាយឪពុកម្ដាយដូច្នេះហើយទើបថ្ងៃមួយអាប់រ៉ាហាំនិងកូនរបស់គាត់រៀបចំយ៉ាញ់បូជាថ្វាយព្រះជាម្ចាស់ឥឡូវកូនរបស់អាប់រ៉ាហាំធំពេញរូបពេញរាងហើយប្រហែលជាបានរៀបចំយ៉ាញ់បូជាថ្វាយព្រះជាម្ចាស់ច្រើនដងហើយដែរប៉ុន្តែឥឡូវមិនដូចពេលណាទាំងអស់ មុននេះមួយថ្ងៃព្រះជាម្ចាស់បានមានបន្ទូលមកអាប់រ៉ាហាំឲ្យគាត់ប្រគល់កូនធ្វើជាយ៉ាញ់បូជាសម្រាប់ទ្រង់អាប់រ៉ាហាំជាមនុស្សដែលស្ដាប់បង្គាប់ព្រះចុះឥឡូវថាតើគាត់គិតនឹងមានអារម្មណ៍យ៉ាងដូចម្ដេចពួកគេមានអុកនិងកំបិតស្ដាប់តែកូនរបស់គាត់សួរថាចុះដងវាយនៅឯណាលោកអាប់រ៉ាហាំឆ្លើយថាព្រះទ្រង់នឹងប្រទានជាមដល់យើង ព្រះនឹងរៀបចំកូនជាមឲ្យ គេក៏បន្តដំណើរទៅកន្លែងដែលបានព្រៀងទុកនៅទីនោះពួកគេបានរៀបចំទីបូជាដែលតម្រៀបឡើងដោយអុកព្រះជាម្ចាស់មិនទាន់ប្រទានដង្វាយនៅឡើយទេដូច្នេះអាប់រ៉ាហាំក៏ចងកូនលើកដាក់កន្លែងបូជានៅតែមិនមានដង្វាយដទៃទៀតមកបូជាដូច្នេះអាប់រ៉ាហាំក៏លើកកំបិតសម្រាប់កូនខ្លួនរំពេចនោះមានសម្លេងមកពីស្ថានសួគ៌ថាកុំសម្លាប់ក្មេងនេះអីស្រាប់តែមានជាមួយកំពុងតែជាប់ស្នែងនឹងកំពូតត្រីនោះគឺជាមដែលព្រះជាម្ចាស់រៀបចំទុកសម្រាប់ធ្វើយ៉ាញ់បូជាជំនួសកូនប្រុសអាប់រ៉ាហាំនេះគឺជារូបភាពដែលព្រះជាម្ចាស់នឹងផ្ដល់ដង្វាយដើម្បីលួសបាបឲ្យមនុស្សនៅថ្ងៃណាមួយព្រះសន្យាប្រទានពរដល់អាប់រ៉ាហាំហើយតាមរយៈគាត់គ្រប់ជាតិសាសន៍នឹងទទួលព្រះពរព្រះប្រទានក្តីសន្យាដដែលដល់កូនអាប់រ៉ាហាំឈ្មោះអ៊ីសាក់ហើយដល់កូនអ៊ីសាក់ឈ្មោះយ៉ាកុបច្រើនឆ្នាំក្រោយមកយ៉ាកុបមានកូនប្រុស12នាក់ក្នុងចំណោមកូនទាំងអស់យ៉ាកុបស្រឡាញ់យូសែបជាងគេធ្វើឲ្យបងរបស់យូសែបច្រណែនជាខ្លាំងដូច្នេះពួកគេក៏ចាប់ហើយបោះគាត់ចូលទៅក្នុងរណ្ដៅបន្ទាប់មកបងក៏លក់យូសែបឲ្យទៅពួកឈ្មួញដែលធ្វើដំណើរទៅអេស៊ីបបងបានយកសម្លៀកបំពាក់យូសែបទៅប្រឡាក់ឈាមដើម្បីធ្វើឲ្យឪពុកជឿថាសត្វសាហាវហើយស៊ីយូសែបបាត់ទៅហើយយូសែបបានចូលទៅដល់ទឹកដីអេស៊ីបធ្វើ
ធ្វើជាអ្នកបម្រើគេក្រោយមកព្រះជាម្ចាស់បានរៀបចំយូសែបឲ្យធ្វើជាអ្នកបម្រើអ្នកធំនៅអេស៊ីបមានពេលមួយយូសែបត្រូវបានកោះហៅទៅប្រជុំនៅចំពោះមុខស្ដេចផារ៉ោនស្ដេចសូមឲ្យយូសែបជួយកាត់ស្រាយសុបិនព្រះជាម្ចាស់បានផ្ដល់ការកាត់ស្រាយដ៏ត្រឹមត្រូវដល់យូសែបអំពីគ្រោះអត់ឃ្លានដែលនឹងកើតមាននៅលើផែនដីស្ដេចផារ៉ោនពេញចិត្តយូសែបជាពន់ពេកហើយទ្រង់ក៏ផ្ដល់អំណាចឲ្យយូសែបមើលការខុសត្រូវលើទឹកដីអេស៊ីបឥឡូវនៅពេលដែលគ្រោះអត់ឃ្លានបានមកដល់លើផែនដីគ្រួសារយូសែបជួបវិបត្តិធ្ងន់ធ្ងរនៅស្រុកកាណានចំណែកឯប្រទេសអេស៊ីបវិញយូសែបបានត្រៀមស្បៀងយ៉ាងបរិបូរណ៍ហើយបើទោះជាបងប្អូនគាត់ក្បត់គាត់ក៏ដោយក៏គាត់នៅតែមានសេចក្តីស្រឡាញ់ដល់គ្រួសាររបស់គាត់ដដែលដោយព្រោះតែតំណែងដែលព្រះជាម្ចាស់បានប្រទានឲ្យយូសែបគ្រួសាររបស់គាត់ទាំងមូលមានសិទ្ធិមករស់នៅលើទឹកដីអេស៊ីបបានដើម្បីរួចផុតពីគ្រោះអត់ឃ្លានក ូនសម្លាញ់ពុក អញ្ចឹងហើយទើបជាតិសាសន៍ដែលទ្រង់បានសន្យាថានឹងប្រទានពរឲ្យបានមករស់នៅក្នុងស្រុកដែលមិនមែនរបស់ខ្លួនបងប្រុស350ឆ្នាំក្រោយកូនចៅរបស់អាប់រ៉ាហាំអ៊ីសាក់និងយ៉ាកុបរស់នៅក្នុងប្រទេសអេស៊ីបនៅឡើយជាតិសាសន៍របស់ពួកគេមានចំនួនកាន់តែច្រើនទៅហើយពួកគេបានក្លាយខ្លួនជាសាសន៍មួយហៅថាហេប្រឺឥឡូវនេះមានស្ដេចផារ៉ោនថ្មីមួយទៀតឡើងសោយរាជ្យទ្រង់មានការព្រួយបារម្ភជាខ្លាំងអំពីសាសហេប្រឺដែលចេះតែកើនឡើងពួកសាសអេស៊ីបចាត់ទុកសាសហេប្រឺជាទាសករដាច់ថ្លៃតែសាសហេប្រឺនៅតែកើនចំនួនឡើងជាច្រើនដូច្នេះស្ដេចអេស៊ីបបានបញ្ជាឲ្យសម្លាប់កូនប្រុសដែលកើតក្នុងគ្រួសារសាសហេប្រឺចោលឲ្យអស់ហាក់ដូចជាសាតាំងរួមចំណែកក្នុងផែនការនេះប៉ុន្តែព្រះជាម្ចាស់មានផែនការខ្ពស់ជាងទៀតពេលនោះមានស្ត្រីម្នាក់ដែលជឿលើព្រះជាម្ចាស់បានយកកូនខ្លួនទៅដាក់ក្នុងកន្ត្រកបណ្ដែតទឹកចោលនៅកន្លែងបុត្រីស្ដេចផារ៉ោនកំពុងងូតទឹកនៅពេលដែលបុត្រីផារ៉ោនឃើញកូននោះអណ្ដែតមកជិតខ្លួននាងក៏យកកូននោះទៅក្នុងព្រះរាជវាំងរួចចិញ្ចឹមធ្វើជាកូនខ្លួនឯងនាងបានដាក់ឈ្មោះឲ្យកូននោះថាម៉ូសេហើយកូនសាសហេប្រឺនេះបានចម្រើនធំឡើងជាកូនរបស់ស្ដេចស្រុកអេស៊ីបនៅពេលដែលម៉ូសេក្លាយជាមនុស្សពេញរូបពេញរាងគាត់ក៏ឃើញសាសអេស៊ីបវាយធ្វើបាបសាសហេប្រឺម្នាក់គាត់ក៏សម្លាប់ជនជាតិអេស៊ីបនោះចោលទៅដោយខ្លាចស្ដេចផារ៉ោនកាត់ទោសម៉ូសេក៏គេចខ្លួនទៅនៅឯវីរហោដ្ឋានហើយរស់នៅទីនោះធ្វើជាអ្នកឃ្វាឈាមអស់រយៈពេល40ឆ្នាំនៅថ្ងៃមួយព្រះជាម្ចាស់បានលេចមកឯម៉ូសេនៅក្នុងអណ្ដាតភ្លើងដែលឆេះចេញពីកណ្ដាលគុម្ពបន្លាតែឥតបានសោះទេហើយព្រះអង្គក៏មានបន្ទូលមកកាន់ម៉ូសេពីគុម្ពបន្លានោះបាទព្រះអង្គព្រះជាម្ចាស់ប្រាប់ឲ្យម៉ូសេត្រឡប់ទៅប្រទេសអេស៊ីបវិញដើម្បីនាំសាសហេប្រឺចេញពីទីនោះព្រះបានសន្យាថានឹងគង់នៅជាមួយគាត់នៅតែខ្លាចប៉ុន្តែគាត់បានស្ដាប់បង្គាប់ព្រះម៉ូសេត្រឡប់ទៅអេស៊ីបវិញគាត់និងបងប្រុសរបស់គាត់ឈ្មោះអូរ៉ុនបានទៅជួបស្ដេចផារ៉ោនស្ដេចផារ៉ោនមានចិត្តរឹងចុះចេះគឺមិនអនុញ្ញាតឲ្យសាសហេប្រឺចេញពីអេស៊ីបឡើយដូច្នេះទើបព្រះជាម្ចាស់បានបញ្ជូនគ្រោះកាចមួយចំនួនដល់ប្រទេសអេស៊ីបចំណែកឯសាសហេប្រឺទ្រង់មិនបានប៉ះពាល់អ្វីឡើយក្រោយពីមានគ្រោះកាចមកស្ដេចផារ៉ោនក៏នៅតែមិនព្រមឲ្យសាសហេប្រឺចេញពីទឹកដីខ្លួនឡើយយើងមិនឲ្យរាឯងចេញទៅទេចាំមើលព្រះជាម្ចាស់នៅធ្វើយ៉ាងម៉េចបន្ទាប់មកព្រះជាម្ចាស់បានប្រាប់ឲ្យជនជាតិហេប្រឺទាំងអស់
សម្រាប់កូនជាមយកឈាមមកបាតនៅលើក្របភ្នំទ្វារផ្ទះរបស់ពួកគេហើយទ្រង់បានសម្លាប់កូនច្បងនៃជនជាតិអេស៊ីបទាំងអស់ចោលឯផ្ទះដែលមានឈាមកូនជាមបាតលើក្របភ្នំទ្វារព្រះអង្គមិនសម្លាប់ឡើយដូចជាអាដាមនិងអេវ៉ានៅក្នុងសួនច្បារអេដែននិងលោកអាប់រ៉ាហាំហើយនឹងកូនរបស់គាត់ដែលនៅលើភ្នំត្រូវតែមានអ្វីមួយមកស្លាប់ជាជំនួសនេះជារូបភាពមួយទៀតអំពីរបៀបដែលត្រូវមានចាញ់បូជាជំនួសឲ្យមនុស្សរួចផុតពីសាតាំងអំពើបាបនិងសេចក្តីស្លាប់អើពួកវាចេញទៅ នៅទីបំផុតស្ដេចផារ៉ោនព្រមដោះលែងសាសហេប្រឺគេក៏ចាកចេញពីប្រទេសអេស៊ីបប៉ុន្តែស្ដេចផារ៉ោនបានផ្លាស់ប្ដូរចិត្តដោយបាននាំទ័ពដេញតាមសាសហេប្រឺរហូតដល់មាត់សមុទ្រដូច្នេះហើយព្រះជាម្ចាស់ក៏ញែកទឹកសមុទ្រធ្វើជាផ្លូវទុកឲ្យសាសហេប្រឺឆ្លងកាត់នៅដីគោកនៅពេលដែលទ័ពអេស៊ីបនៅតែដេញតាមព្រះជាម្ចាស់បានធ្វើឲ្យទឹកជន់លិចលើពួកគេស្លាប់អស់គ្មានសល់ព្រះជាម្ចាស់បាននាំសាសហេប្រឺកាត់តាមវាលខ្សាច់ឆ្ពោះទៅកាន់ភ្នំមួយឈ្មោះថាភ្នំស៊ីណៃនៅលើភ្នំនោះព្រះជាម្ចាស់មានព្រះបន្ទូលថាបើសាសហេប្រឺស្ដាប់បង្គាប់ទ្រង់នោះពួកគេនឹងទទួលបានប្រពរគឺទៅជាប្រជារាស្ត្ររបស់ទ្រង់ផ្ទាល់ហើយពួកគេនឹងធ្វើជាតំណាងទ្រង់ដល់សះទាំងឡាយគេបាននិយាយថានឹងធ្វើតាមអ្វីៗតាមព្រះមានបន្ទូលហើយព្រះជាម្ចាស់បានយាងចុះមកលើភ្នំស៊ីណៃដោយមានទាំងផ្លេកបន្ទូលរន្ទះផ្សែងនិងភ្លើងផងដែរហើយលោកម៉ូសេក៏បានឡើងទៅលើភ្នំដើម្បីជួបទ្រង់ព្រះជាម្ចាស់បានសរសេរច្បាប់លើបន្ទះថ្មអំពីការរស់នៅនិងរបៀបដែលត្រូវទទួលព្រះពរទ្រង់ក៏ប្រទានច្បាប់ទាំងនេះឲ្យម៉ូសេទុកបង្រៀនដល់សាសហេប្រឺវាជាសេចក្តីទុកចិត្តដ៏ពិសិដ្ឋជាការត្រាស់ហៅដ៏បរិសុទ្ធព្រោះច្បាប់ទាំងនេះគឺជាផ្លូវនៃទ្រង់ឥឡូវព្រះជាម្ចាស់ទ្រង់ជ្រាបថាមនុស្សជាតិមិនអាចកាន់តាមច្បាប់ទាំងនេះបានឡើយដោយសារបាបដែលបានឆ្លងចូលមកក្នុងមនុស្សយើងអញ្ចឹងហើយទើបទ្រង់ប្រាប់ម៉ូសេអំពីរបៀបដែលត្រូវសង់កន្លែងដ៏ពិសិដ្ឋទុកសម្រាប់ព្រះវត្តមានទ្រង់ដើម្បីគង់ក្នុងចំណោមពួកគេហើយពួកគេអាចនាំយកសត្វមកសម្លាប់ធ្វើជាដង្វាយសម្រាប់ការលួសបាបឈាមសត្វធ្វើជារបាំងដើម្បីកុំឲ្យព្រះជាម្ចាស់ទតឃើញអំពើបាបរបស់នរណាម្នាក់មិនត្រូវគោរពព្រះណាផ្សេងទៀតក្រៅពីយើងឡើយទោះបីជាយ៉ាញ់បូជាទាំងនេះគ្របបាំងបាបបានក៏ពិតមែនប៉ុន្តែវាមិនអាចដកយកបាបចេញបានឡើយនៅពេលនោះសាហេប្រឺបានកើនចំនួនពេញទូទាំងទឹកដីកាណានជាទឹកដីដែលព្រះជាម្ចាស់បានសន្យាជាមួយជីដូនជីតារបស់ពួកគេក្រោយមកគេបានក្លាយជាជាតិសាសន៍ច្បាស់លាស់មួយដែលបង្កើតទំនៀមទម្លាប់ផ្ទាល់ខ្លួនជាច្រើននៅទីក្រុងរបស់គេឈ្មោះថាយេរូសាឡឹមគេបានសាងសង់កន្លែងដ៏វិសុទ្ធមួយដែលហៅថាព្រះវិហារនៅកន្លែងនោះហើយដែលគេបានថ្វាយដង្វាយយ៉ាញ់បូជាដើម្បីលុបបាបខ្លួនអស់រយៈពេលជាង 1000 ឆ្នាំសាសហេប្រឺខិតខំរស់នៅតាមបទបញ្ញត្តិរបស់ព្រះជាម្ចាស់
តែមានច្រើនដងពួកគេដើរចេញពីផ្លូវទ្រង់ហើយពេលខ្លះថែមទាំងថ្វាយបង្គំព្រះคล้ายៗទៀតនៅពេលដែលពួកគេមិនព្រមបែរមករកព្រះវិញទ្រង់ដាក់ពិន័យពួកគេដោយបញ្ជូនជនបរទេសមកឈ្លានពានហើយត្រួតត្រាលើពួកគេសាសហេព្រើរភ្ញាក់ខ្លួនដោយដឹងពីភាពមិនស្មោះត្រង់ហើយក៏តាំងចាប់ផ្ដើមស្រែករកព្រះជាម្ចាស់ឲ្យជួយព្រះក៏ត្រាស់ហៅអ្នកដឹកនាំម្នាក់ដើម្បីរំដោះសាសហេព្រើរចេញពីអ្នកឈ្លានពានហើយគេក៏បដិញ្ញាចិត្តជាថ្មីមករស់នៅតាមបញ្ញត្តិព្រះជាម្ចាស់ព្រះជាម្ចាស់សន្យាថាទ្រង់នឹងប្រទានពរគ្រប់ពេលដែលគេធ្វើតាមក៏ប៉ុន្តែទៅជាទាសករពេលអត់ធ្វើតាមទ្រង់ជាច្រើនដងគេទទួលពរក្រោយមកខ្លាចជាទាសករវិញជាច្រើនលើកច្រើនសារព្រះបានត្រាស់ហៅសាសហេព្រើរដើម្បីបង្ហាញដល់លោកីអំពីព្រះハរតីរបស់ទ្រង់ប៉ុន្តែដោយព្រោះតែបាបបានឆ្លងមកលោកីរួចហើយនោះពួកគេមិនអាចដើរតាមផ្លូវរបស់ព្រះដោយមិនជំពប់នោះឡើយព្រះជាម្ចាស់បានសន្យានៅក្នុងសួនច្បារអេដែនថានឹងបញ្ជូនអ្នកសង្គ្រោះមកតាមរយៈហោរាសាហេព្រើរព្រះបានប្រទានសេចក្តីសន្យារាប់រយតាក់ទងនឹងអ្នកសង្គ្រោះនេះដែលថ្ងៃមួយនឹងយកជ័យជំនះលើសាតាំងអំពើបាបនិងសេចក្តីស្លាប់ជារៀងរហូតផ្សែងចេញពីយ៉ាញ់បូជាដែលមាននៅក្នុងព្រះវិហារបានចម្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃពីចំនួនមួយទៅចំនួនមួយគឺជាការរំលឹកដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់មនុស្សជាតិទាំងអស់ថាពិតជាត្រូវការអ្នកសង្គ្រោះមួយអង្គប៉ុន្តែតើពេលណាទើបទ្រង់យាងមកតើទ្រង់យាងមកយ៉ាងដូចម្ដេចឥឡូវនេះពិតជាមានអ្នកខ្លះឆ្ងល់ថាតើទ្រង់នឹងយាងមកពិតមែនឬយ៉ាងណាពេលណាទៅការរងចាំអស់រយៈពេលរាប់ពាន់ឆ្នាំក្រោយមកទីបំផុតការនោះក៏បានកើតឡើងមែនយប់មួយនៅក្នុងភូមិណាសារ៉េតមានស្ត្រីក្មេងម្នាក់ឈ្មោះម៉ារីនាងជួបនឹងភ្ញៀវចម្លែកម្នាក់ទេវតាដែលព្រះជាម្ចាស់ចាត់មកបានប្រាប់ម៉ារីថានាងនឹងមានបុត្រាមួយហើយនាងត្រូវថ្វាយព្រះនាមថាយេស៊ូដែលមានន័យថាព្រះអង្គម្ចាស់សង្គ្រោះយើងក្នុងនាមជាសាសហេព្រើរម្នាក់នាងប្រហែលជាដឹងរួចហើយអំពីអ្នកសង្គ្រោះដែលត្រូវបញ្ជូនមកតាមការសន្យានាងស្រឡាំងកាំងហើយងឿងឆ្ងល់ក្នុងចិត្តនាងក៏សួរថាតើការនេះកើតឡើងយ៉ាងម៉េចទៅព្រោះខ្ញុំជាក្រមុំព្រហ្មចារីទេវតាប្រាប់នាងថាព្រះវិញ្ញាណនៃព្រះនឹងយាងមកសន្ធិដ្ឋលើនាងហើយថានាងនឹងបង្កើតបានកូនប្រុសមួយដោយសារព្រះវិញ្ញាណនោះហើយគេនឹងហៅកូននោះថាព្រះរាជបុត្រានៃព្រះផែនការរបស់ព្រះជាម្ចាស់ត្រូវបានបើកបង្ហាញប៉ុន្តែតើនរណាអាចធ្លាប់ស្រមៃថាការនេះអាចកើតឡើងយ៉ាងដូចនេះតាមសេចក្តីសន្យារបស់ព្រះជាម្ចាស់ពីយូរលង់ណាស់មកហើយយើងប្រហែលជាគិតថាព្រះជាម្ចាស់បរិសុទ្ធយ៉ាងណាព្រះសង្គ្រោះក៏បរិសុទ្ធយ៉ាងនោះដែរដើម្បីអាចឈ្នះលើអំពើបាបប៉ុន្តែតើមាននរណាដែលរំពឹងគិតថាព្រះសង្គ្រោះដែលព្រះជាម្ចាស់បានសន្យាពីយូរលង់ណាស់មកហើយគឺជារូបអង្គទ្រង់ផ្ទាល់ក្នុងរូបភាពជាមនុស្សឥឡូវនាងម៉ារីបានជាប់ពាក្យជាមួយនឹងបុរសសាសហេព្រើរម្នាក់នៅពេលដែលយូសែបដឹងថាម៉ារីមានគាត់មានការពិបាកចិត្តប៉ុន្តែទេវតាបានលេចមកឯយូសែបក្នុងសុបិនថាកូននេះកើតមកពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ហើយជាអ្នកសង្គ្រោះប្រជារាស្ត្ររបស់ទ្រង់ឲ្យរួចពីបាបដូច្នេះហើយយូសែបក៏ព្រមទទួលនាងជាប្រពន្ធដោយមិនបានរួមដំណេកជាមួយនាងរហូតដល់កូននោះបានកើតមកនៅគ្រានោះទឹកដីហេព្រើរត្រូវបានត្រួតត្រាដោយកងទ័ពបរទេសដែលដឹកនាំពីចម្ងាយដោយស្ដេចមួយអង្គស្ដេចនោះ
បានបញ្ជាឲ្យធ្វើការជំរឿនប្រជាជនដែលតម្រូវឲ្យប្រជាជនធ្វើដំណើរទៅស្រុកកំណើតរៀងៗខ្លួនចំណែកយ៉ូសែបនិងម៉ារីដែលជិតនឹងសម្រាលកូនបានចាកចេញពីផ្ទះធ្វើដំណើរយ៉ាងឆ្ងាយឆ្ពោះទៅភូមិបេតលេហឹមនៅក្នុងភូមិបេតលេហឹមមានមនុស្សណែនណាន់តាន់តាប់ហើយគ្មានកន្លែងស្នាក់នៅសម្រាប់ម៉ារីទេដូច្នេះគេក៏ទៅស្នាក់នៅក្នុងក្រោលសត្វការនេះកើតឡើងដោយសេចក្តីសន្យាថាព្រះអង្គសង្គ្រោះជាបុត្រារបស់ព្រះជាម្ចាស់នឹងយាងមកក្នុងលោកីគឺជាបុត្រតូចមួយអង្គដែលកើតនៅកន្លែងថោកទាបកាលពីប៉ុន្មានរយឆ្នាំមុនហោរាជាតិហេព្រើរម្នាក់បានទាយថានឹងមានក្រមុំព្រហ្មចារីម្នាក់នឹងបង្កើតបានកូនប្រុសមួយដែលនៅថ្ងៃណាមួយនឹងគ្រប់គ្រងជនជាតិហេព្រើរកូននោះមានដើមកំណើតតាំងពីបុរាណកាលដ៏យូរលង់ហើយដោយដែលទេវតាបានប្រាប់នាងម៉ារីពួកគេបានដាក់ឈ្មោះឲ្យកូននោះថាយេស៊ូវមានស្ដេចមួយអង្គឈ្មោះថាហេរ៉ូតស្ដេចនេះត្រូវបានប្រគល់អំណាចដោយពួកបរទេសដើម្បីគ្រប់គ្រងសាសហេព្រើរទាំងអស់ស្ដេចហេរ៉ូតគឺជាមនុស្សអាក្រក់ទ្រង់បានឮដំណឹងអំពីបុត្រតូចដែលនឹងត្រូវឡើងសោយរាជ្យទ្រង់ក៏បញ្ជាឲ្យសម្លាប់ក្មេងប្រុសដែលមានអាយុចាប់ពី2ឆ្នាំចុះក្រោមនៅកន្លែងដែលកុមារយេស៊ូវបានកើតប៉ុន្តែព្រះអង្គលោកយូចូលសូមឡប់លើទាំងអស់ទៅមុនពេលដែលហេតុការណ៍ដ៏អាក្រក់នេះកើតឡើងទេវតាក៏លេចមកឯយ៉ូសែបដើម្បីប្រាប់ឲ្យគាត់នាំកុមារយេស៊ូវភៀសខ្លួនទៅប្រទេសអេស៊ីបហើយស្នាក់នៅទីនោះរហូតទាល់តែព្រះជាម្ចាស់ប្រាប់ឲ្យត្រឡប់មកវិញដោយដែលព្រះជាម្ចាស់បាននាំកុមារម៉ូសេគេចចេញពីគម្រោងការរបស់ស្ដេចកំណាចនោះព្រះក៏បាននាំកុមារយេស៊ូវគេចចេញដែរដើម្បីនៅថ្ងៃណាមួយទ្រង់អាចនឹងដោះមនុស្សចេញពីបាបបន្ទាប់ពីការវិលត្រឡប់ទៅទឹកដីហេព្រើរវិញយ៉ូសែបម៉ារីនិងកុមារយេស៊ូវបានស្នាក់នៅភូមិណាសារ៉េតប៉ាពូអេតអាដូណៃកុមារយេស៊ូវបានចម្រើនលូតលាស់ផ្នែកកម្លាំងនិងប្រាជ្ញាសូម្បីតែគ្រូសាសហេព្រើរក៏មានការស្ងើចសរសើរចំពោះការយល់ដឹងរបស់ទ្រង់ដែរនៅពេលដែលទ្រង់និយាយអំពីព្រះជាម្ចាស់ទ្រង់ហៅព្រះជាម្ចាស់ថាព្រះបិតាព្រះគុណរបស់ព្រះជាម្ចាស់បានសន្ធិដ្ឋលើព្រះយេស៊ូវហើយទ្រង់គួរជាទីគាប់ចិត្តដល់មនុស្សដែលបានស្គាល់ទ្រង់នៅពេលដែលកុមារយេស៊ូវធំឡើងទ្រង់គ្មានបាបសោះហើយនៅពេលដែលព្រះយេស៊ូវមានអាយុប្រហែល30ឆ្នាំមានបុរសម្នាក់ឈ្មោះយូហានដែលមានចិត្តឆេះឆួលសម្រាប់ព្រះយ៉ាងពូជាដែលព្រះត្រូវការគឺជាការប្រែជើញអញ្ចឹងធ្វើម៉េចឲ្យបានសង្គ្រោះកាលពីប៉ុន្មានរយឆ្នាំមុនហោរាសាហេព្រើរបានទាយថានឹងមានបុរសម្នាក់ដូចជាយូហានដែលព្រះជាម្ចាស់បានបញ្ជូនមកដើម្បីរៀបចំផ្លូវសម្រាប់អ្នកសង្គ្រោះយូហានគឺជាជនទី1ដែលនិយាយអំពីព្រះយេស៊ូវថាកូនជាមនៃព្រះដែលដកបាបចេញពីមនុស្សលោកយូហានប្រកាសថានគររបស់ព្រះជាម្ចាស់ជិតមកដល់ហើយគាត់ក៏ប្រាប់ឲ្យប្រជាជនរស់តាមព្រះហឫទ័យព្រះជាម្ចាស់នៅពេលដែលមនុស្សទទួលការបង្រៀនពីលោកយូហានពួកគេចូលរួមធ្វើពិធីបុណ្យជ្រមុជទឹកដែលបង្ហាញពីការលាងជម្រះដោយទឹកពិធីនេះធ្វើឡើងដើម្បីបង្ហាញពីការប្តេជ្ញាព្រមរស់នៅក្រោមក្រឹតវិន័យរបស់ព្រះជាម្ចាស់នៅថ្ងៃមួយព្រះយេស៊ូវបានមកជួបលោកយូហាន
ដោយសារយូហានស្គាល់ព្រះយេស៊ូវលោកក៏សូមឲ្យព្រះយេស៊ូវជ្រមុជទឹកឲ្យគាត់ គឺខ្ញុំទេតើដែលទទួលពិធីជាមួយទឹកពីលោកមិនក៏លោករកខ្ញុំវិញប៉ុន្តែដោយសារពេលវេលានៃការជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូវមិនទាន់មកដល់លោកយូហានក៏ជ្រមុជទឹកឲ្យព្រះយេស៊ូវវិញនៅពេលព្រះយេស៊ូវងើបឡើងពីទឹកព្រះវិញ្ញាណបរិសុទ្ធក៏ចុះមកសន្ធិដ្ឋលើព្រះយេស៊ូវហើយមានសំឡេងបានបន្លឺមកពីឋានសួគ៌ថានេះគឺជាបុត្ររបស់យើងដ៏ជាទីស្រឡាញ់ដែលយើងគប់ព្រះハរតីណាស់បន្ទាប់មកព្រះយេស៊ូវបានយាងទៅវាលរហោឋានសាតាំងក៏មករបួងទ្រង់ព្រះយេស៊ូវតទល់ជាមួយសាតាំងហើយសាតាំងក៏គេចខ្លួនបាត់ទៅការជួបសាតាំងនៅវាលរហោឋានប្រៀបដូចជាមាសសុទ្ធដែលមិនខ្លាចភ្លើងហើយសបញ្ជាក់ថាព្រះយេស៊ូវពិតជាបុត្រារបស់ព្រះដែលបានយាងមកផែនដីដើម្បីសម្រេចព្រះハរតីព្រះបិតាបន្ទាប់ពីតទល់ជាមួយសាតាំងព្រះយេស៊ូវបានយាងចេញពីវាលរហោឋានពេញដោយអំណាចព្រះវិញ្ញាណបរិសុទ្ធលោកម្ចាស់អើយមិនយូរប៉ុន្មានមានមនុស្សចាប់ផ្ដើមដើរតាមព្រះយេស៊ូវអ្នកដែលដើរតាមទ្រង់ភាគច្រើនជាមនុស្សសាមញ្ញប៉ុន្តែគេបានឃើញថាព្រះយេស៊ូវខុសប្លែកពីមនុស្សធម្មតាអ្នកខ្លះបោះបង់កិច្ចការចិញ្ចឹមជីវិតចោលហើយដើរតាមព្រះយេស៊ូវអ្នកខ្លះក្នុងចំណោមពួកគេគឺជាអ្នកនេសាទព្រះយេស៊ូវមានបន្ទូលថាសូមមកតាមខ្ញុំនោះខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញនៅជាមួយយើងចុះព្រះយេស៊ូវបានជ្រើសរើសមនុស្ស12នាក់ក្នុងចំណោមអ្នកដែលដើរតាមទ្រង់អ្នកទាំង12នាក់នេះគេហៅថាសាវករបស់ទ្រង់គេបានដើរតាមទ្រង់និងរៀនពីទ្រង់អស់រយៈពេលជិត3ឆ្នាំគេចាប់ផ្ដើមមើលឃើញពិភពលោកដោយដែលទ្រង់មើលឃើញដែរដោយអស់អ្នកដែលដើរតាមព្រះយេស៊ូវទ្រង់បានរៀបចំពួកគេសម្រាប់ការអស្ចារ្យហួសពីការស្មានទៅទៀតនៅពេលដែលព្រះយេស៊ូវនិងពួកសាវកធ្វើដំណើរឆ្លងកាត់ស្រុកមានមនុស្សជាច្រើនមករួមប្រជុំជាមួយនឹងទ្រង់ប្រសពនិយាយព្រះយេស៊ូវបង្រៀនមនុស្សអំពីផ្លូវព្រះទ្រង់ប្រើរឿងនិងការប្រៀបធៀបដ៏អស្ចារ្យទ្រង់បានប្រាប់ពួកគេឲ្យដើរតាមផ្លូវនោះផងដែរនគរឋានសួគ៌មកដល់ហើយពេលនេះឯងព្រះយេស៊ូវមានសេចក្តីមេត្តាករុណាចំពោះមនុស្សដែលសង្គមបោះបង់ចោលនិងអ្នកខូចចិត្តទ្រង់បំបាក់មនុស្សដែលក្រអឺតក្រទមនិងអួតអាងទ្រង់មានបន្ទូលដោយអំណាចរបស់ព្រះជាម្ចាស់ប៉ុន្តែទ្រង់មិនមែនគ្រាន់តែមានបន្ទូលតែប៉ុណ្្នឹងទេគឺទ្រង់អនុវត្តក្នុងជីវិតខ្លួនឯងផ្ទាល់ព្រះយេស៊ូវបានបង្ហាញសេចក្តីមេត្តាករុណាហើយបង្ហាញនូវសិទ្ធិអំណាចរបស់ទ្រង់ដោយការអស្ចារ្យជាច្រើនថែមទៀតទ្រង់អាចដើរលើទឹកបញ្ជាសមុទ្រឲ្យស្ងប់បានព្រះអង្គបានយកនំប៉័ងតែ5ដុំនិងត្រី2ក្បាលរួចមកអធិដ្ឋានឲ្យកើនបានច្រើនដើម្បីឲ្យមនុស្សរាប់ពាន់នាក់បរិភោគបានឆ្អែតគ្រប់គ្នាចូលមកហូបចាត្រីប៉ាន់ត្រីច្រើនណាស់ប៉ាន់ចាំមើលអត់ចាំមើលអស្ចារ្យទ្រង់ប្រោសមនុស្សខ្វាក់ឲ្យមើលឃើញមនុស្សខ្វិនឲ្យដើរបានហើយប្រោសមនុស្សឲ្យជាពីជំងឺធ្ងន់ធ្ងរផង
ទ្រង់បណ្ដេញអារក្សចេញពីខ្លួនមនុស្ស ចេញពីគេភ្លៀង ហើយទ្រង់ប្រោះមនុស្សស្លាប់ឲ្យរស់ឡើងវិញព្រះយេស៊ូវបានរស់ដោយសាមញ្ញគ្មានឈ្មោះបោះសំលេងអស់រយៈពេល30ឆ្នាំប៉ុន្តែឥឡូវទ្រង់បង្ហាញព្រះចេស្តារបស់ទ្រង់នៅលើលោកីយ៍ផ្នែករូបកាយផងផ្នែកព្រលឹងវិញ្ញាណផងនៅលើជីវិតផងនិងសេចក្តីស្លាប់ផង ដំណឹងល្អរបស់ព្រះយេស៊ូវបានឮពេញទូទាំងស្រុកកាលពីប៉ុន្មានរយឆ្នាំមុនហោរាសាហេប្រឺបានទាយថាកាលណាអ្នកសង្គ្រោះបានមកតាមពាក្យសន្យាអ្នកខ្វាក់នឹងមើលឃើញអ្នកថ្លង់នឹងស្ដាប់ឮអ្នកខ្វិននឹងលោតដូចជាក្តាន់អ្នកគោនឹងច្រៀងយ៉ាងសប្បាយរីករាយហើយដំណឹងល្អនេះនឹងត្រូវគេផ្សព្វផ្សាយជាទូទៅមានអ្នកខ្លះរងចាំអ្នកសង្គ្រោះតាមពាក្យសន្យាគេសួរថាតើអ្នកនោះជាព្រះយេស៊ូវឬមានមនុស្សជាច្រើនមិនខ្វល់ថាទ្រង់ជានរណាទេក៏ប៉ុន្តែគេគិតពីអ្វីដែលទ្រង់អាចជួយគេបានអ្នកខ្លះដូចជាមេដឹកនាំសាសនាហេប្រឺជាដើមដែលមិនដឹងថាគួរគិតយ៉ាងម៉េចអំពីអ្នកនេះដែលធ្វើការអស្ចារ្យ អ្នកដឹកនាំសាសនាទាំងនេះចាប់ផ្ដើមរកឱកាសដើម្បីសួរព្រះយេស៊ូវមេដឹកនាំសាសនាខ្លះជាមនុស្សស្មោះត្រង់ដែលបានស្វែងយល់ពីព្រះតាមរយៈសាសនារបស់ខ្លួនប៉ុន្តែអ្នកខ្លះធ្វើពុតហើយអួតអាងពួកគេយកសាសនាធ្វើជាព្រះគេមិនសប្បាយចិត្តដោយមនុស្សជាច្រើនគោរពព្រះយេស៊ូវហើយលែងស្ដាប់ពួកគេក៏មានបំណងចាប់កំហុសទ្រង់គេសួរព្រះយេស៊ូវថាតើព្រះយេស៊ូវធ្វើការអស្ចារ្យទាំងនោះដោយអាងអំណាចអ្វីគេរិះគន់ពីព្រោះព្រះយេស៊ូវតាក់ទងជាមួយមនុស្សដែលគេចាត់ទុកថាមានបាប មិនមែនជាកន្លែងសម្រាប់នាងទេកុំចូលមានរឿងអីយ៉ាង ឲ្យនាងចូលមក តើនាងធ្វើអីនឹង ប៉ុន្តែអ្វីដែលធ្វើឲ្យពួកនោះក្តៅក្រហាយបំផុតនោះគឺនៅពេលដែលព្រះយេស៊ូវមានបន្ទូលថាទ្រង់អាចអត់ទោសអំពើបាបឲ្យមនុស្សបាន ខ្ញុំដឹងថា គឺមានតែព្រះជាម្ចាស់ទេដែលមានអំណាចអត់ទោសបាបបាន មានតែព្រះទេ ប៉ុន្តែឥឡូវនេះព្រះយេស៊ូវបានធ្វើដូច្នេះដែរដូច្នេះហើយព្រះយេស៊ូវកំពុងតែអះអាងថាទ្រង់ជាព្រះតាមច្បាប់របស់សាហេប្រឺការអះអាងទាំងនេះអាចមានទោសដល់ស្លាប់ ទៅចុះហើយកុំធ្វើបាបទៀត ដោយសារតែភាពចម្រូងចម្រាសកាន់តែតានតឹងទ្រង់ក៏ពន្យល់ដល់សាវកពីភារកិច្ចពិតប្រាកដដែលទ្រង់យាងមកក្នុងលោកីយ៍ តើអ្នកគិតថាខ្ញុំជានរណា ព្រះយេស៊ូវមានបន្ទូលទៅកាន់ពួកសាវកថាមិនយូរទេទ្រង់នឹងប្រគល់រូបកាយទ្រង់ឲ្យទៅមេដឹកនាំសាសនាដើម្បីកាត់ទោសប្រហារជីវិតតែ3ថ្ងៃក្រោយមកទ្រង់នឹងមានប្រជញ្ញរស់ឡើងវិញសាវកបានឮក៏ប៉ុន្តែគេមិនអាចយល់អំពីអត្ថន័យពេញលេញនៃព្រះបន្ទូលទ្រង់ទេ ជារៀងរាល់ឆ្នាំសាហេប្រឺតែងតែធ្វើពិធីបុណ្យដែលហៅថាបុណ្យរំលងមានមនុស្សជាច្រើនបានធ្វើដំណើរយ៉ាងឆ្ងាយដើម្បីទៅចូលរួមពិធីបុណ្យរំលងនេះនៅក្រុងយេរូសាឡឹមពិធីបុណ្យនេះធ្វើឡើងដើម្បីរំលឹកអំពីរបៀបដែលព្រះជាម្ចាស់សង្គ្រោះសាហេប្រឺឲ្យរួចពីទាសភាពក្នុងប្រទេសអេស៊ីបនៅពេលដែលស្ដេចផារ៉ោនមិនព្រមឲ្យសាហេប្រឺចាក់ចេញព្រះជាម្ចាស់បានប្រទានសេចក្តីស្លាប់ទៅកូនច្បងទាំងអស់នៅអេស៊ីបប៉ុន្តែទ្រង់យាងរំលងផ្ទះណាដែលបានលាបឈាមនៃកូនជៀបនៅលើក្របទ្វារឈាមនោះបានគ្របបាំងការពារគេ ក្រោយមកព្រះយេស៊ូវដែលលោកយូហានហៅថាកូនជាមនៃព្រះយាងទៅចូលរួមពិធីបុណ្យរំលងនៅក្រុងយេរូសាឡឹមមកដល់ពេលនោះមនុស្សជាច្រើនស្គាល់ទ្រង់
ដូច្នេះគេក៏មកស្វាគមន៍ទ្រង់ដោយស្រែកឡើងថាហូសាណាដែលមានន័យថាសង្គ្រោះយើងឥឡូវនេះទៅហេតុការណ៍នេះគឺដូចហោរាហេប្រឺបានទាយទុកជាច្រើនឆ្នាំមកហើយព្រះយេស៊ូវទ្រង់ជ្រាបថាមេដឹកនាំសាសនាមិនសប្បាយចិត្តនឹងការស្វាគមន៍នេះទេទ្រង់ក៏ជ្រាបផងដែរថាហេតុការណ៍នេះចិត្តសម្រេចតាមផែនការដែលព្រះជាម្ចាស់បានគ្រោងទុកជាមុនហើយចូលមកឯខ្ញុំនៅប៉ុន្មានថ្ងៃមុនថ្ងៃបុណ្យរំលងមកដល់ព្រះយេស៊ូវនៅតែបន្តធ្វើការជាមួយប្រជាជនមេដឹកនាំសាសនាទាំងអស់តាមមើលព្រះយេស៊ូវយ៉ាងប្រកបមានពួកគេខ្លះមានជំនឿរឹងមាំលើព្រះយេស៊ូវប៉ុន្តែពួកគេភាគច្រើនមិនចង់រវីរវល់នឹងទ្រង់ទៀតទេអស់រយៈពេលជាច្រើនឆ្នាំហើយដែលពួកមេដឹកនាំសាសនាទាំងនេះបានបន្ថែមច្បាប់រាប់រយថែមទៀតទៅលើច្បាប់ដែលព្រះជាម្ចាស់បានប្រទានដល់លោកម៉ូសេមែនហើយណែពួកអាចារ្យនិងពួកផារីស៊ីអើយនៅពេលនោះព្រះយេស៊ូវប្រឈមមុខជាមួយពួកមេដឹកនាំសាសនាដែលពួកគេបង្កការលំបាកដល់អ្នកដែលដើរតាមព្រះជាម្ចាស់គឺធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងអាចគេចផុតពីទោសធ្លាក់នរកបានមានពរហើយអស់អ្នកដែលមកដោយព្រះនាមព្រះអង្គម្ចាស់ព្រោះខ្ញុំហើយនឹងព្រះបិតាគឺជាអង្គតែមួយប៉ុណ្ណោះកុំប្រមាថមើលងាយព្រះមេដឹកនាំសាសនាមិនអាចទុកបញ្ហានោះឲ្យមានតទៅទៀតទេសុទ្ធតែពាក្យរបស់អ្នកល្ងងដូច្នេះពួកគេបានរៀបចំកិច្ចប្រជុំមួយគេខ្លាចក្រែងថាបើព្រះយេស៊ូវនៅតែបន្តបង្កភាពវឹកវរដល់មនុស្សនោះជនជាតិបរទេសដែលគ្រប់គ្រងលើស្រុកគេមុខជាដកគេចេញពីតំណែងជាអ្នកដឹកនាំជាមិនខានបញ្ហានៅតែមានតើគេគួររកវិធីកម្ចាត់ព្រះយេស៊ូវចោលតាមវិធីណាដូច្នេះគេរៀបចំផែនការសម្រាប់ទ្រង់នៅគ្រានោះព្រះយេស៊ូវបានហៅពួកសិស្សមកជួបជុំគ្នាដើម្បីប្រារព្ធពិធីបុណ្យរំលងនេះហើយគឺជារូបកាយខ្ញុំព្រះយេស៊ូវបានកាច់នំប៉័ងជាដុំហើយមានបន្ទូលថានេះជារូបកាយខ្ញុំដែលត្រូវបូជាសម្រាប់អ្នករាល់គ្នាបន្ទាប់មកទ្រង់បានយកស្រាទំពាំងបាយជូរដែលតំណាងឲ្យឈាមនៃកូនជៀមដែលសាសហេប្រឺបានយកលាបនៅក្របទ្វារផ្ទះហើយទ្រង់មានបន្ទូលថានេះជាឈាមរបស់ខ្ញុំដែលត្រូវបង្ហូរដើម្បីលើកលែងទោសមនុស្សទាំងអស់ឲ្យរួចពីបាបឥឡូវព្រះយេស៊ូវជ្រាបថាសាតាំងបានចូលមកក្នុងចិត្តសាវកម្នាក់ដើម្បីឲ្យគាត់ក្បត់នឹងទ្រង់ព្រះអង្គក៏បញ្ជូនសាវកនោះឲ្យទៅធ្វើអ្វីតាមចិត្តគេព្រះយេស៊ូវនៅជាមួយពួកសាវកដទៃទៀតហើយក៏មានបន្ទូលអំពីអ្វីដែលនឹងត្រូវកើតមានទ្រង់មានបន្ទូលថាទ្រង់នឹងត្រូវទៅឯព្រះបិតាទ្រង់ក្នុងពេលឆាប់នេះដើម្បីរៀបចំកន្លែងសម្រាប់ពួកគេនៅឯនគរឋានសួគ៌ហើយនៅពេលដែលទ្រង់ចាកចេញទៅពួកគេនឹងត្រូវទទួលការបៀតបៀនប៉ុន្តែទ្រង់មានបន្ទូលទៀតថាកុំឲ្យបារម្ភអ្វីឡើយព្រោះព្រះវិញ្ញាណទ្រង់នឹងយាងមកជាជំនួយនិងកំសាន្តចិត្តហើយដល់ពេលកំណត់មកដល់ទ្រង់នឹងយាងត្រឡប់មកវិញហើយគេនឹងបានរួមរស់ជាមួយទ្រង់អស់កលជានិច្ចបន្ទាប់ពីមានព្រះបន្ទូលរួចហើយព្រះយេស៊ូវក៏បានអធិដ្ឋានហើយយាងទៅសួនច្បារមួយដែលនៅក្បែរនោះជាមួយសាវកទ្រង់ទៅដល់ទីនោះភ្លាមសាវកព្រះយេស៊ូវក៏លង់លក់ទៅតែទ្រង់អធិដ្ឋានទាំងព្រួយចិត្តត្បិតទ្រង់ជ្រាបពីអ្វីដែលនឹងត្រូវកើតឡើងសូមដកពេកនេះចេញពីខ្ញុំទៅសាវកដែលក្បត់ព្រះយេស៊ូវក៏ចេញពីទីងងឹតសាវកក្បត់នេះបាននាំមេដឹកនាំសាសនានិងទាហានមានអាវុធមកជាមួយដែរពេលនោះមានសាវកម្នាក់បានមកការពារព្រះយេស៊ូវព្រះយេស៊ូវខាត់គេហើយមានបន្ទូលថាទ្រង់អាចហៅទេវតារាប់ពាន់មកការពារទ្រង់បានយ៉ាងងាយយកវាចេញទៅហើយព្រះយេស៊ូវក៏អនុញ្ញាតឲ្យគេចាប់ទ្រង់គេបាននាំព្រះយេស៊ូវទៅជួបមេដឹកនាំសាសនាដើម្បីសួរចម្លើយទ្រង់
គេសួរសំណួរទ្រង់ជាច្រើនតែសំណួរចុងក្រោយសួរថាតើអ្នកជាបុត្រារបស់ព្រះជាម្ចាស់ពិតមែនឬព្រះយេស៊ូវតបថាពិតមែនហើយគឺខ្ញុំ ពេលឮដូច្នេះគេក៏ចោទថាទ្រង់បានប្រព្រឹត្តអំពើបាបដែលមានទោសប្រហារជីវិតហើយគេក៏នាំព្រះយេស៊ូវទៅជួបចៅហ្វាយស្រុកជាជនជាតិបរទេសដែលគ្រប់គ្រងលើស្រុកគេជារឿយៗព្រះយេស៊ូវតែនិយាយអំពីនគរព្រះជាម្ចាស់ទើបចៅហ្វាយស្រុកសួរទ្រង់ថាតើឯងជាស្ដេចឬទ្រង់ឆ្លើយថានគរទ្រង់មិននៅផែនដីនេះទេចៅហ្វាយស្រុកក៏ប្រាប់ទៅមេដឹកនាំសាសនាថាមនុស្សនេះមិនធ្វើអ្វីខុសដល់ថ្នាក់ស្លាប់ទេប៉ុន្តែមេដឹកនាំសាសនានៅតែរងមធ្យោបាយសម្រាប់ព្រះយេស៊ូវដោយចោទថាទ្រង់បានគំរាមប្រជាជននិងចៅហ្វាយស្រុកទ្រង់មិនមានបន្ទូលការពារខ្លួនសោះចៅហ្វាយស្រុកឆ្ងល់យ៉ាងខ្លាំងហើយមិនចង់កាត់ទោសព្រះយេស៊ូវឡើយដូច្នេះលោកក៏រកវិធីផ្សេងខ្ញុំបានសម្រេចចិត្តហើយតាមទម្លាប់គេដោះលែងអ្នកទោសម្នាក់នៅថ្ងៃបុណ្យរំលងចៅហ្វាយស្រុកចង់ដោះលែងព្រះយេស៊ូវតែមេដឹកនាំសាសនាបង្ខំឲ្យដោះលែងអ្នកទោសផ្សេងដែលគេស្គាល់ថាជាចៅនិងជាឃាតករចៅហ្វាយស្រុកក៏ធ្វើតាមដោយសង្ឃឹមថានឹងចប់រឿងលោកក៏បញ្ជាឲ្យគេនាំព្រះយេស៊ូវទៅធ្វើទារុណកម្មបន្ទាប់ពីវាយព្រះយេស៊ូវយ៉ាងធ្ងន់ដៃរួចមកទាហានក៏បានយកអាវវែងពណ៌ស្វាយមកពាក់ឲ្យទ្រង់គេបានយកមកុដបន្លាមកបំពាក់ទ្រង់ទៀតហើយចាប់ផ្ដើមប្រមាថមើលងាយដោយនិយាយថាជេយ៉ូស្ដេចហេប្រឺអើយព្រះអម្ចាស់មើលស្ដេចដល់បន្ទាប់មកគេក៏បញ្ជូនព្រះយេស៊ូវត្រឡប់ទៅចៅហ្វាយស្រុកដែលនៅតែមានបំណងចង់ដោះលែងទ្រង់ប៉ុន្តែមេដឹកនាំសាសនានៅតែចង់រកលេសដើម្បីធ្វើគុតព្រះអង្គឥឡូវមហាជនបានប្រមូលផ្ដុំគ្នានៅខាងក្រៅយ៉ាងច្រើនកុះករហើយចៅហ្វាយស្រុកបានចេញមកខាងក្រៅសួរទៅពួកមហាជនថាតើគួរធ្វើដូចម្ដេចចំពោះព្រះយេស៊ូវប៉ុន្តែពួកមេដឹកនាំសាសនាបានបង្កចលាចលក្នុងចំណោមមហាជនដោយស្រែកថាឆ្កាងវាទៅចៅហ្វាយស្រុកបានប្រគល់ព្រះយេស៊ូវឲ្យទៅពួកទាហានធ្វើគុតតាមសំណូមពរមហាជនពួកទាហានបានឲ្យព្រះយេស៊ូវលីឈើឆ្កាងដ៏ធ្ងន់មួយនាំទៅក្រៅក្រុងដល់កន្លែងដែលគេប្រហារជីវិតជនឧក្រិដ្ឋបន្ទាប់ពីបោះដៃគោលភ្ជាប់ព្រះបាទនិងព្រះហស្ថព្រះយេស៊ូវទៅនឹងឈើឆ្កាងរួចពួកគេក៏លើកព្រះអង្គបញ្ឈរឡើងដើម្បីធ្វើគុតគេដាក់ផ្លាកបង្ហាញនៅពីលើឈើឆ្កាងនេះថាស្ដេចសាហេប្រឺមេដឹកនាំសាសនាមិនអោយដាក់ទេប៉ុន្តែដោយមានបញ្ជាពីចៅហ្វាយស្រុកទើបទាហានសម្រេចទុកផ្លាកនោះអ្នកខ្លះប្រមាថអ្នកខ្លះសោកសង្រេងប៉ុន្តែព្រះយេស៊ូវមិនមានបន្ទូលណាអាក្រក់មួយម៉ាត់សោះតែព្រះអង្គមានបន្ទូលទៅព្រះបិតានៅឋានសួគ៌ថាសូមព្រះអង្គអត់ទោសឲ្យអ្នកទាំងនេះផងត្បិតគេមិនដឹងថាគេកំពុងធ្វើអ្វីឡើយភាពងងឹតគ្របបាំងផែនដីរយៈពេល3ម៉ោងដែលមើលទៅហាក់ដូចជាគ្មានន័យអ្វីទាំងអស់តែមានអត្ថន័យដ៏សំខាន់ណាស់ព្រះអង្គសុចរិតយុត្តិធម៌ហើយបរិសុទ្ធព្រះអង្គមិនអាចទទួលការអាក្រក់ដែលសាតាំងបញ្ជូនមកក្នុងលោកីឡើយហើយទ្រង់ក៏មិនអាចទទួលការអាក្រក់ដែលឆ្លងមកក្នុងមនុស្សតាមរយៈអាដាមដែរបើព្រះអង្គព្រមទទួលការអាក្រក់ទាំងនោះគឺមានន័យថាប្រឆាំងនឹងនិស្ស័យទ្រង់ដែលធ្វើឲ្យខូចលក្ខណៈទ្រង់ប៉ុន្តែព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ព្រះជាម្ចាស់ស្រឡាញ់មនុស្សដែលទ្រង់បង្កើតហើយទ្រង់ចង់ឲ្យមនុស្សស្រឡាញ់ទ្រង់ដែរបើព្រះកាត់ទោសមនុស្សដោយព្រោះបាបក្នុងខ្លួនគេ
នោះមានន័យថាទ្រង់បំផ្លាញនៅរបស់ដ៏ជាទីស្រឡាញ់របស់ទ្រង់ហើយនេះគឺជាបញ្ហាទ្វេគ្រោះដ៏ធំមួយប៉ុន្តែតាមដំណើររឿងរបស់ព្រះវិញហេតុការណ៍នេះបានគ្រោងទុកតាំងពីមុនកំណើតពិភពលោកទៅទៀតហើយបានព្យាករណ៍ទុកអស់រយៈពេលដ៏យូរអង្វែងមកហើយនៅលើឈើឆ្កាងព្រះយេស៊ូវទទួលយកបាបយើងទ្រង់សុគតដើម្បីលួសបាបយើងគឺទ្រង់សុគតជួសយើងនៅលើឈើឆ្កាងនេះបានសម្រេចយុត្តិធម៌និងសេចក្តីស្រឡាញ់របស់ព្រះហើយទ្រង់មានបន្ទូលថាបានសម្រេចហើយការស្រេចហើយព្រះអង្គក៏អោនព្រះសេរសាចុះហើយប្រគល់វិញ្ញាណទ្រង់ទៅបន្ទាប់ពីទាហានដឹងថាព្រះយេស៊ូវបាត់បង់ជីវិតហើយពួកទាហានក៏ដាក់រូបកាយទ្រង់ចុះពីឈើឆ្កាងក្រោយមកមានគេយកព្រះសពទ្រង់ទៅដាក់ក្នុងភ្នូរដែលមានបិទដោយដុំថ្មយ៉ាងធំមេដឹកនាំសាសនាបានទទូចឲ្យមានការយាមភ្នូរយ៉ាងតឹងរឹងចំពោះអ្នកដែលស្រឡាញ់ព្រះយេស៊ូវនេះជាពេលដែលមានការវិលវល់និងការបាត់បង់យ៉ាងធំធេងនៅព្រឹកថ្ងៃទី3បន្ទាប់ពីគេបានឆ្កាងព្រះយេស៊ូវមានស្ត្រីមួយក្រុមបាននាំគ្នាមកមើលភ្នូរព្រះយេស៊ូវប៉ុន្តែមានគេមកមុនពួកស្ត្រីទាំងនោះទៅទៀតព្រឹកព្រលឹមស្រាងពួកទេវតានៃព្រះបានលេចមកពីឋានសួគ៌ពួកទាហានដែលកំពុងយាមមានការភ័យខ្លាចយ៉ាងខ្លាំងពួកទេវតាយកថ្មចេញពីភ្នូរទៅណានឹងព្រះយេស៊ូវមិននៅទីនោះទេមិនគួរឲ្យជឿសោះខ្ញុំបានយាមទីនេះភ្នូរនៅទទេដូចដែលទ្រង់បានសន្យាមែនគឺព្រះយេស៊ូវបានរស់ពីសុគតវិញហើយមេដឹកនាំសាសនាបានយកលុយជាច្រើនទៅឲ្យពួកទាហានដើម្បីឲ្យនិយាយថាសាវកបានមកលួចសពព្រះយេស៊ូវនៅពេលយប់មេដឹកនាំសាសនាបានសន្យាទៀតថាពួកគេនឹងជួយនិយាយការពារនៅចំពោះមុខចៅហ្វាយស្រុកនៅពេលដែលរឿងនោះបានលេចឮមកខាងក្រៅរួចពួកទាហានបានយកលុយទាំងនេះប៉ុន្តែការពិតមិនអាចលាក់បាំងបានទេព្រះយេស៊ូវបានបង្ហាញរូបកាយទ្រង់ឲ្យមនុស្សជាច្រើនបានឃើញរយៈពេល40ថ្ងៃព្រះអង្គបានយាងមកហើយពិភាក្សាជាមួយមនុស្សមួយចំនួនព្រះអង្គបានបរិភោគអាហារជាមួយមនុស្សខ្លះមានពេលមួយនោះព្រះអង្គបានបង្ហាញអង្គទ្រង់ឲ្យមនុស្សជាង500នាក់បានឃើញតែម្ដងទ្រង់បើកចិត្តគេឲ្យយល់ពីព្រឹត្តិការណ៍ដែលបានកើតឡើងស្របតាមទំនាយហោរាទ្រង់ពន្យល់ថាដើម្បីអត់ទោសបាបចាំបាច់ទ្រង់ត្រូវរងទារុណរហូតដល់បង់ព្រះជន្មហើយរស់ឡើងវិញព្រះយេស៊ូវក៏បានពន្យល់អំពីនគរឋានសួគ៌ថាអំណាចនៅឋានសួគ៌និងនៅផែនដីព្រះបិតាទ្រង់បានប្រគល់ឲ្យទ្រង់ហើយនេះគឺចំណងបាបរបស់អ្នកគឺចប់ហើយឥឡូវដល់ពេលដែលព្រះអង្គត្រូវយាងទៅឯព្រះវរបិតាដើម្បីទៅរៀបចំកន្លែងនៅឯនគរឋានសួគ៌សម្រាប់អស់អ្នកណាដែលស្រឡាញ់ទ្រង់ព្រះយេស៊ូវសន្យាថានឹងបញ្ជូនព្រះវិញ្ញាណបរិសុទ្ធមកហើយផ្ដល់អំណាចដល់សាវកទ្រង់ដើម្បីនិយាយអំពីសេចក្តីពិតសេចក្តីស្រឡាញ់
និងការអត់ទោសរបស់ទ្រង់សម្រាប់មនុស្សទូទាំងលោកីបន្ទាប់ពីមានព្រះបន្ទូលរួចហើយព្រះអង្គបានយាងឡើងទៅក្នុងពពកបាត់ទៅមិនយូរប៉ុន្មានក្រោយពីព្រះយេស៊ូវយាងត្រឡប់ទៅឋានសួគ៌វិញសាវករបស់ព្រះអង្គក៏មកជួបជុំគ្នារំពេចនោះមានសម្លេងមួយឮដូចជាសន្ធឹកខ្យល់បក់ចេញពីឋានសួគ៌មកកាន់ពួកគេមើលទៅដូចជាមានព្យុះពួកគេបានឃើញអ្វីដូចអណ្ដាតភ្លើងបានមកសន្ធិដ្ឋលើមនុស្សគ្រប់គ្នាគេបានពេញដោយព្រះវិញ្ញាណបរិសុទ្ធហើយចាប់ផ្ដើមនិយាយភាសាដទៃដែលមិនមែនជាភាសារបស់ខ្លួនដោយដែលព្រះយេស៊ូវមានបន្ទូលសន្យាមែនសាវករបស់ទ្រង់មិនឯកោទេវត្តមានរបស់ទ្រង់បានសម្ដែងក្នុងពួកគេម្នាក់ៗដោយព្រះវិញ្ញាណបរិសុទ្ធមកសន្ធិដ្ឋលើគេនៅតាមដងផ្លូវមានមនុស្សជាច្រើនជាសះជាភាសាផ្ទាល់ខ្លួនពួកគេម្នាក់បានឮពួកសាវករបស់ព្រះយេស៊ូវប្រកាសការអស្ចារ្យរបស់ព្រះតាំងពីថ្ងៃនោះមកសាវករបស់ព្រះអង្គបាននាំសេចក្តីពិតនិងសេចក្តីស្រឡាញ់ហើយនឹងការអត់ឱនទោសរបស់ទ្រង់ទៅគ្រប់ទីកន្លែងជាមួយនឹងមនុស្សគ្រប់ស្រទាប់វណ្ណៈតាមរយៈព្រះវិញ្ញាណបរិសុទ្ធពួកគេបានធ្វើកិច្ចការដោយដែលព្រះអង្គបានធ្វើជាមួយពួកគេកន្លងមកដូចជាការប្រោសអ្នកជំងឺឲ្យជាបណ្ដេញអារក្សហើយផ្សះផ្សាមនុស្សជាមួយនឹងព្រះរហូតមកទល់សពថ្ងៃនេះនៅពេលអ្នកណាម្នាក់ជឿលើព្រះយេស៊ូវហើយទទួលទ្រង់ជាកូនជាមរបស់ព្រះដែលរស់ពីសុគតឡើងវិញនោះបាបរបស់អ្នកនោះនឹងត្រូវអត់ទោសឲ្យហើយព្រះវិញ្ញាណនៃព្រះជាម្ចាស់នឹងយាងមកគង់ជាមួយពួកគេដែលផ្ដល់ឲ្យនៅជីវិតអស់កលជានិច្ចចំនួនអ្នកដែលបានសម្រេចចិត្តដើរតាមព្រះយេស៊ូវបានរីកចម្រើនឡើងដល់រាប់ពាន់លាននាក់តាមរយៈដំណើររឿងរបស់ព្រះជាម្ចាស់ថ្ងៃកំណត់នឹងមកដល់នៅពេលដែលមានមនុស្សពីគ្រប់ជនជាតិគ្រប់សាសន៍ដើរតាមទ្រង់ថ្ងៃនោះព្រះយេស៊ូវនឹងយាងមកវិញដោយដែលទ្រង់បានសន្យាអស់អ្នកណាដែលបដិសេធមិនព្រមជឿព្រះអង្គគ្រប់ចំនួនព្រះអង្គនឹងញែកអ្នកនោះចេញពីទ្រង់អស់កលជានិច្ចទុកនៅកន្លែងមួយដែលទ្រង់បានរៀបចំសម្រាប់អរិយសាតាំងនិងអស់អ្នកដែលដើរតាមវាអស់អ្នកណាដែលទុកចិត្តនឹងព្រះយេស៊ូវវិញនឹងស្គាល់អត្ថន័យពិតប្រាកដរបស់ជីវិតគឺរស់នៅជាមួយនឹងព្រះជាម្ចាស់អស់កលជានិច្ចឥឡូវអ្នកបានឮអំពីរឿងដែលមនុស្សជាច្រើនហៅថារឿងអស្ចារ្យបំផុតដែលគេធ្លាប់និយាយប៉ុន្តែរឿងនេះជាសេចក្តីពិតមិនមែនជារឿងព្រេងឡើយរឿងនេះមានអត្ថន័យរកស្មានមិនដល់សម្រាប់យើងរាល់គ្នាមានរឿងជាច្រើនដែលនិយាយអំពីព្រះនិងមនុស្សដែលគេស្រែកក្តែងថាជារឿងពិតប៉ុន្តែរឿងមួយនេះមិនដូចរឿងទាំងនោះឡើយមានរឿងខ្លះនិយាយថាមនុស្សអាចស្វែងរកផ្លូវទៅជួបព្រះជាម្ចាស់បានប៉ុន្តែរឿងមួយនេះប្រាប់ថាមនុស្សមិនអាចធ្វើផ្លូវទៅជួបព្រះជាម្ចាស់បានឡើយប៉ុន្តែព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកដល់ម្លេះបានជាទ្រង់យាងមករកមនុស្សវិញតាមរយៈរឿងនេះយើងបានរៀនអំពីជំងឺវិញ្ញាណមួយដែលបណ្ដាលឲ្យស្លាប់ដែលបានចូលមកក្នុងលោកីតាមការមិនស្ដាប់បង្គាប់របស់អាដាមជាមនុស្សទី1ដែលព្រះជាម្ចាស់បានបង្កើតមកគេហៅមេរោគជំងឺនេះថាបាបជាអំណាចដ៏អាក្រក់ដែលបំបែកមនុស្សចេញពីព្រះជាហេតុនាំឲ្យមនុស្សស្លាប់ពីជំនាន់មួយទៅជំនាន់មួយបាបបានឆ្លងរាលដាលដល់មនុស្សទាំងអស់រហូតដល់សព្វថ្ងៃនេះតាមរយៈរឿងនេះយើងបានដឹងថា
ព្រះជាម្ចាស់មានគម្រោងតាំងពីដើមមកដើម្បីបញ្ជូនអ្នកសង្គ្រោះដែលរំដោះយើងពីបាបនិងសេចក្តីស្លាប់ជារៀងរហូតដោយដែលព្រះជាម្ចាស់បានឲ្យសម្លៀកបំពាក់បិទបាំងកាយដល់អាដាមផ្ដល់ទូកឲ្យណូអេឲ្យជាមដល់អាប់រ៉ាហាំហើយនឹងកូនជាមសម្រាប់បុណ្យរំលងដល់សាសហេប្រឺហើយដូចគ្នានេះដែរព្រះជាម្ចាស់ក៏បានផ្ដល់សេរីភាពពីបាបតាមរយៈអ្នកសង្គ្រោះប៉ុន្តែតើអ្នកណាអាចស្រមៃបានថាអ្នកសង្គ្រោះដែលទ្រង់ត្រូវបញ្ជូនមកនោះជាព្រះអង្គផ្ទាល់ដែលយកសន្តានជាមនុស្សគឺជាព្រះយេស៊ូវទ្រង់คล้ายទៅជាមនុស្សដូចយើងទ្រង់គង់នៅចំណោមយើងទ្រង់ឈឺចាប់ដូចយើងហើយដើម្បីឲ្យយើងអាចនឹងរស់នៅជាមួយទ្រង់អស់កលជានិច្ចទ្រង់ក៏បូជាជីវិតចេញថ្លៃលួសបាបយើងបន្ទាប់មកទ្រង់បានបង្ហាញភ័ស្តុតាងថាទ្រង់ជាអ្នកណាដោយការយកឈ្នះលើសេចក្តីស្លាប់ព្រះយេស៊ូវមិនដូចព្រះផ្សេងឡើយទ្រង់ចង់រាប់អ្នកក្នុងរឿងទ្រង់ដែរទ្រង់ត្រាស់ហៅអ្នកឲ្យមកតាមទ្រង់ទ្រង់ជាជំនួយសម្រាប់អ្នកនៅថ្ងៃនេះនិងជាក្តីសង្ឃឹមនាអនាគតការត្រាស់ហៅរបស់ទ្រង់មិនបើកចំហរហូតទេប៉ុន្តែបើកចំហពេលនេះតើអ្នកចង់ទទួលទ្រង់ទេបើអ្នកចង់ស្គាល់ហើយធ្វើតាមទ្រង់សូមប្រាប់ទ្រង់សូមសារភាពបាបហើយសូមឲ្យទ្រង់អត់ទោសបាបឲ្យទទួលទ្រង់ជាព្រះតែមួយអង្គដែលបានលះព្រះជន្មដើម្បីលួសបាបអ្នកនិងដើម្បីឲ្យអ្នកបានទៅព្រះវរបិតាអនុញ្ញាតឲ្យព្រះវិញ្ញាណដឹកនាំអ្នកបើអ្នកព្រមទទួលនោះអ្នកនឹងមានគោលដៅនៃជីវិតអ្នកនឹងបានស្កប់ចិត្តហើយអ្នកនឹងបានថ្វាយសេរីរុងរឿងដល់ព្រះជាម្ចាស់ដែរបើអ្នកចង់ទទួលព្រះយេស៊ូវសូមអធិដ្ឋានជាមួយខ្ញុំព្រះយេស៊ូវអើយខ្ញុំទទួលស្គាល់ថាមានតែព្រះអង្គមួយគត់ដែលអាចអត់ទោសបាបបានទ្រង់ស្រឡាញ់ខ្ញុំហើយសុគតជួសខ្ញុំព្រមទទួលទ្រង់ជាព្រះសង្គ្រោះសូមដឹកនាំខ្ញុំអរគុណដែលទ្រង់ប្រទានសេចក្តីសង្ឃឹមដល់ខ្ញុំសូមក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន